ចំបាត់សូមស្វាគមន៍ប្រិមិត្តម្ដងទៀតកម្មវិធីព័ត៌មានប្រចាំថ្ងៃមានខ្លឹមសារថ្មីពីរលើកយកមកជម្រាបជូនអត្ថបទទី1មានអត្ថន័យថានឹកឃើញទាំងអស់ដែលជាខ្លឹមសាររបស់លោកសេងមង្គលពាក់ព័ន្ធទៅនឹងខ្លឹមសារទី2មានអត្ថន័យថាជួយគាំទ្រផងបងប្អូនដែលជាខ្លឹមសាររបស់លោកស្រីត្រីដាណាប្រិមិត្តជាទីគោរពរាប់អាននៅលើเพจប្លុកការរបស់លោកសេងមង្គលសម្រាប់ថ្ងៃនេះមាន caption រួមជាមួយនឹងរូបភាពបាទវីដេអូខ្លីមួយពាក់ព័ន្ធទៅនឹងសកម្មភាពដែលគាត់ជញ្ជូនអីវ៉ាន់បាទដែលមានតម្លៃមកដាក់លើតុលើទូរៀងរាល់រដូវទឹកជំនន់គឺទឹកលិចចូលក្នុងផ្ទះរបស់គាត់បាទរៀងរាល់ឆ្នាំយ៉ាងជាអនុស្សាវរីយ៍ដែលលោកបង្គោលតែងតែរួមរស់សុខទុក្ខជាមួយនឹងឪពុកម្ដាយគាត់បងប្អូនគាត់មិត្តភ័ក្តិគាត់តែងតែទៅជួយរាល់ឆ្នាំបាទដូចរូបភាពខ្ញុំលើកយកមកបង្ហាញជូនបាទទឹកលិចសឹងតែដល់ជង្គង់ប្រិមិត្តអញ្ចឹងរបស់ដែលមានតម្លៃទាំងឪពុកម្ដាយគាត់ទាំងរូបគាត់ក៏ដូចជាសាច់ញាតិបងប្អូនមិត្តភ័ក្តិដែលជិតស្និទ្ធទៅជួយជូនមកដាក់លើតុលើទូអស់ហើយកុំឲ្យវាខូចណាប្រិមិត្តអញ្ចឹងនេះជាអនុស្សាវរីយ៍មួយដែលលោកបង្គោលមិនអាចបំភ្លេចបានទេនៅឯភូមិឋានស្រុកកំណើតរបស់លោកបង្គោលណាប្រិមិត្តជាទីមេត្រីអ្វីដែលលោកបង្គោលបានបង្ហាញពាក់ព័ន្ធទៅនឹងបាទវត្ថុអនុស្សាវរីយ៍នៅលើតុមានច្រើនដែលជាស្នាដៃបាទមកពីការប្រឡងជាប់អញ្ចឹងលោកបង្គោលបានមេដាយក៏ដូចជាពានរង្វាន់ច្រើនបាទដាក់តម្កល់លើតុឲ្យបងប្អូនបានឃើញបាទសុខសឹងតែជាកើតឡើងដោយសារការប្រឹងប្រែងរបស់គាត់នៅប្រិមិត្តអញ្ចឹងនេះជាមោទនភាពមួយសម្រាប់លោកបង្គោលផងដែរដែលគាត់បានបង្ហាញជូនបងប្អូនថាគាត់ប្រឹងប្រែងបានប៉ុណ្ណឹងអ្វីដែលជាមេដាយឬក៏ជាវត្ថុអនុស្សាវរីយ៍ពាក់ព័ន្ធទៅនឹងការលើកសរសើរនៃការប្រឡងជាប់នៅគ្រប់កម្មវិធីរបស់គាត់នៅប្រិមិត្តជាទីមេត្រីមិនទាន់ចាប់ទេលោកបង្គោលងាកអារម្មណ៍បងប្អូនបងមកតាមដានសកម្មភាពសាងសង់ផ្ទះបើតាផ្ទះដែលគាត់បង្ហាញអំពីទឹកលិចហ្នឹងគឺថាគាត់បាទផ្លាស់ប្ដូរពីកន្លែងទឹកលិចមកឲ្យទឹកលែងលិចវិញហើយដែលគាត់សរសេរ caption ថាតិចទៀតផ្ទះម៉ាក់ប៉ារស់នៅហ្នឹងក៏ដូចជាដូនគាត់ហ្នឹងលែងលិចហើយដោយសារតែគាត់សំលុយសំកាក់យកមកសាងសង់ជូនដែលលោកគាត់បានបង្ហាញតែគាត់អត់ធ្វើខ្ពស់ទេគាត់ធ្វើផ្ទាល់ដៃដើម្បីឲ្យឪពុកម្ដាយគាត់ងាយស្រួលចេញចូលស្នាក់នៅបាទកុំឲ្យពិបាកឡើងចុះគណៈធ្វើខ្ពស់ទាំងជីដូនគាត់បាទគាត់ហៅថាម៉ានោះបាទជីដូនគាត់ហ្នឹងគឺថាពិបាកឡើងចុះព្រោះគាត់ចាស់ហើយពុំដៃរបស់លោកបង្គោលក៏គាត់រៀងវ័យចំណាស់ដែរហើយអញ្ចឹងគាត់ធ្វើទៀបដើម្បីឲ្យគាត់ងាយស្រួលចេញចូលណាប្រិមិត្តប៉ុន្តែមានបន្ទប់ខាងលើសម្រាប់ក្មេងក្មាងឡើងទៅសម្រាប់ឬក៏ទុកដាក់អីវ៉ាន់សំខាន់ហើយក៏មានកន្លែង convex បាទដែលជាហោណាំងឬក៏សំយ៉ាបនៅខាងជាប់នៅខាងក្រោមបាទហ្នឹងគឺថាយើងអាចអង្គុយលេងដាក់តុហូបបាយក៏ដូចជាចតឡានចតអីបាននៅខាងហ្នឹងណាប្រិមិត្តយ៉ាងរូបភាពដែលមង្គលបានបង្ហាញគឺជារូបភាពចាស់ទេណាប្រិមិត្តតាមពិតផ្ទះហ្នឹងដែលខ្ញុំបានលើកយកមកបង្ហាញនៅពេលនេះប្រហែលជាហើយបាទទៅហើយព្រោះលោកមង្គលគាត់ថាកុងត្រាចាប់ដើមខែ7ឥឡូវយើងខែ6ថ្ងៃ20ជាងហើយអញ្ចឹងនៅតែអាច2អាទិត្យទៀតបាទនឹងផ្ទះនឹងហើយជាស្ថាពរអញ្ចឹងអ្វីដែលលោកបង្គោលសូមឲ្យបងប្អូនជួយគាំទ្រគឺគាំទ្រកាខ្វេរបស់គាត់ដើម្បីគាត់បានប្រាក់នឹងទៅបង្ហាយផ្ទះតាមពិតអ្វីដែលលោកបង្គោលលើកឡើងគាត់អត់ខ្វះខាតទេប្រិមិត្តបាទគាត់ចង់ភ្ជាប់ខ្លឹមសារទៅនឹងកាខ្វេគាត់ឲ្យបងប្អូនគាំទ្រតែពិតបងប្អូនដឹងអស់ហើយកាខ្វេគាត់ដែលមានទីតាំងនៅក្រោយបាទសាលាស៊ីសវ័តនៅប្រិមិត្តនៅខាងក្រោយសាលាស៊ីសវ័តដែលមានគ្រប់រសជាតិជាពិសេសគឺរដូវមានទុរេននេះគាត់មានកូទុរេនដើម្បីបំរើបាទឲ្យបងប្អូនយើងដែលចង់សាកនិងភ្លក់រសជាតិមានច្រើនម៉ាកច្រើនម៉ូតដែរគាត់មានបំរើសេវាកម្មបាទទាំងអាចកំងបានតាមអនឡាញបាទហៅតាមអេបនឹងហៅ Wow Now ឬក៏អីមួយទៀតទេប្រិមិត្តគាត់មាន2សេវាកម្មដើម្បីបំរើជូនបងប្អូនអញ្ចឹងបងប្អូនជួយគាំទ្រគាត់បញ្ជាក់ថាជួយគាំទ្រគាត់ផងគាត់យកលុយទៅបង្ហាញផ្ទះតាមពិតផ្ទះគាត់ប្រហែលជាហើយបាត់ហើយឬក៏អាច95%ហើយព្រោះថាខ្ញុំបាត់ធ្លាប់លើកយកមកចែកជូនបងប្អូនម្ដងហើយជា2ដងហើយនៅប្រិមិត្តពាក់ព័ន្ធទៅរឿងផ្ទះដែលគាត់ធ្វើជូនលោកអ្នកមានគុណរបស់គាត់ក៏ដូចជាម៉ារបស់គាត់ដែលជាដូនគាត់ណាប្រិមិត្តអញ្ចឹងលោកគាត់ប្រឹងប្រែងណាប្រិមិត្តបាទគាត់ប្រឹងប្រែងឲ្យគាត់ប៉ិនសន្សំក៏ដូចជាមានចិត្តកតញ្ញូមុននឹងគាត់រកគូសកលដើម្បីសាងអនាគតគាត់រៀបចំឲ្យពុកម្ដាយគាត់ឲ្យជាដូនគាត់រួចស្រេចដើម្បីឲ្យងាយស្រួលរស់នៅណាប្រិមិត្តអញ្ចឹងគាត់រៀបចំនេះបាទថ្ងៃក្រោយគាត់ការប្រពន្ធឲ្យគាត់អាចទៅនៅនឹងក៏បានគាត់ចេញចូលឬក៏គាត់មានមួយកន្លែងពីរកន្លែងទៀតសម្រាប់នៅជាគ្រួសារគាត់ផងដែរអញ្ចឹងបងប្អូនជួយគាំទ្រគាត់ផងជាពិសេសគឺហ្វេនគឺគាំទ្រកាខ្វេគាត់ហាក់ដូចជាជួយដល់លោកបង្គោលដែរដើម្បីឲ្យគាត់សំលុយបានលឿនគាត់ទៅដឹងប្រពន្ធរៀបការឲ្យផ្អើលភូមិនៅប្រិមិត្តបងប្អូនយើងចង់ចូលរួមចង់ជូនពរជ័យគាត់ណាព្រោះអ្នកណាក៏ទន្ទឹងបាទព័ត៌មានមួយនឹងដែរលោកបង្គោលគាត់នៅមិនទាន់បានបង្ហើបពាក់ព័ន្ធទៅនឹងរឿងហ្នឹងទេគាត់តែងតែជម្រាបថាសំលុយតិចសិនឥឡូវធ្វើផ្ទះបានអីបានអស់ហើយនៅតែបានលុយពីការគាំទ្រពីសំណាក់ពុកម៉ែបងប្អូននៅអ្វីដែលជាគាត់ដាក់លក់សប្តាហ៍ថ្ងៃមានបុកល្ហុងនិងកាខ្វេហៅថា Fresh Coffee ណាប្រិមិត្តអញ្ចឹងបងប្អូនជួយគាំទ្រគាត់ទៅឲ្យគាត់ឆាប់បានលុយគ្រប់ទៅដឹងប្រពន្ធនៅឆ្នាំក្រោយនឹងណាប្រិមិត្តអញ្ចឹងខ្លឹមសាររបស់លោកបង្គោលមានប៉ុណ្ណឹងបាទមានប៉ុណ្ណឹងគឺគាត់អត់ភ្លេចទេអនុស្សាវរីយ៍នឹកឃើញទាំងអស់តាំងពីគាត់
នៅស្រុកកំណើតគាត់ហ្នឹងណាប្រិមិត្តរដូវទឹកលិចទឹកអីហ្នឹងគេថាគាត់ជូនអីវ៉ាន់បាទមកដាក់លើទីលើទួលឬក៏លើតុលើទូទៅបាទអីវ៉ាន់សំខាន់ហ្នឹងណាចឹងគាត់នឹកឃើញប្រភពដើមគាត់នៅកន្លែងណាគឺគាត់មិនភ្លេចទេឥឡូវគាត់សាងសង់ពីសភាពទឹកលិចមកឲ្យបាទទឹកលេងលិចវិញហើយប្រិមិត្តយើងងាកអារម្មណ៍ទាំងអស់គ្នាមកតាមដានស្ដាប់ខ្លឹមសារថ្មីមួយទៀតពាក់ព័ន្ធទៅនឹងលោកស្រីទីរណាវិញម្ដងបាទដែលលោកស្រីជំរាបជូនបងប្អូនលើបណ្ដាញសង្គមពាក់ព័ន្ធទៅនឹងគាត់ទិញ franchise បាទដែលមានឈ្មោះថា QR Supermarket បាទដែលលោកស្រីបញ្ជាក់ថាតាមពិតទៅគាត់ប្រកាសជាផ្លូវការក្នុងផ្លូវការរបស់គាត់ថាគាត់បើកឆាប់នៅដើមខែ7ហ្នឹងប្រិមិត្តអញ្ចឹងបងប្អូនជួយគាំទ្រផងហើយទីតាំងហ្នឹងនៅកែងបាទកែងឈៀងខាងឆ្វេងនៃសាលាបឋមសិក្សាក៏ដូចជាអនុវិទ្យាល័យហ៊ុនសែនពោធិ៍ចតុងបាទមហាវិទ្យាល័យសហព័ន្ធរុស្ស៊ីភូមិប៉ប្រក់បាទខាងជើងតាកាបដល់ប្រិមិត្តខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញគាត់នឹងបើកឆាប់នេះគាត់បញ្ជាក់ថាបាទ QR Supermarket ដែលជា brand ឆាយគាត់ទិញពីគេបាទបងប្អូនយើងខមមិនចូលនឹងគាំទ្រច្រើនហើយអ្នកខ្លះលើកឡើងថាមិនព្រមបើកខ្លួនឯងទៅលុយកាក់មកកកោកបើកដាច់មុខផ្ទាល់ទៅមិនបាច់ទិញ franchise គេគាត់ថាគាត់មានលទ្ធភាពគ្រប់គ្រាន់ប៉ុន្តែគាត់ហត់នឿយពេកយ៉ាងគាត់ទិញ franchise ពីគេមកបាទដាក់លក់ត្មងបាទសិតតែផលិតផលខ្មែរបន្លែផ្លែឈើត្រីសាច់ប៉ាតេបាទនំនែកបាទមានច្រើនមុខដល់ប្រិមិត្តអញ្ចឹងបងប្អូនបាទអ្វីដែលលោកស្រីបានជម្រាបជូនបើស្រឡាញ់នឹងចូលចិត្តបាទក៏ជាលើកតម្កើងនៅផលិតផលខ្មែរបាទសូមមេត្តាបាទជួយគាំទ្រទាំងអស់គ្នាបាទ QR Supermarket ជា brand ឆាយដែលលោកស្រីទីរណាបានទិញណាប្រិមិត្តគាត់ថាគាត់មានគម្រោងបើកច្រើនកន្លែងគ្រប់ខេត្តក្រុងឲ្យតែបងប្អូនគាំទ្រងាយស្រួលបងប្អូនបាទស្វែងរកទិញណាប្រិមិត្តកុំឲ្យឆ្ងាយពីផ្ទះអញ្ចឹងបើបងប្អូនគាំទ្រច្រើនគាត់បើកច្រើនកន្លែងណា franchise ដែលគាត់ទិញហ្នឹងមានឈ្មោះថាបាទ QR Supermarket បើក24ម៉ោងតែមកណាប្រិមិត្តអញ្ចឹងនេះជាខ្លឹមសារដែលលោកស្រីជម្រាបជូនសូមឲ្យបងប្អូនគាំទ្រផង franchise ហ្នឹងលក់ផលិតផលខ្មែរណាប្រិមិត្តបើបងប្អូនចង់ជួយខ្មែរស្រឡាញ់ខ្មែរជួយគាំទ្រទៅជួយទិញទៅណាប្រិមិត្តជាទីមត្រីមិនទាន់អស់ទេសម្រាប់លោកស្រីទីរណាបាទដែលគាត់ធ្វើជាសក្តីជូនដំណឹងផងដែរដល់បងប្អូនជនរួមជាតិក៏ដូចជា fan ដែលជាអ្នកគាំទ្រ NNP ក៏ដូចជាបងប្អូនដែលមានបំណងបាទចង់បើកបាទbrand ផ្ដាច់មុខបាទលោកស្រីមានទទួលផលិតនិងធ្វើបាទគ្រឿងសម្អាងគ្រប់មុខទាំងអស់បាទបងប្អូនដែលចង់បើកផ្ដាច់មុខគាត់អាចផលិតនិងធ្វើឲ្យបានបាទចឹងបងប្អូនដែលមានបំណងចង់បើក brand ផ្ទាល់ខ្លួនផ្ដាច់មុខដាក់ឈ្មោះអីឈ្មោះទៅតាក់ទងជាមួយគាត់ឬក៏ឆាតចូល page ផ្លូវការរបស់គាត់ណាប្រិមិត្តបាទបងប្អូនដែលមានបំណងបាទល្អណាស់បាទចង់បើកជាក្រុមហ៊ុនផ្ទាល់ខ្លួនផ្ដាច់មុខហ្នឹងគឺថាល្អបំផុតគាត់ថាយើងប្រើដើមទុនរៀងធំបន្តិចអញ្ចឹងលោកស្រីរីណាគាត់ប្រកាសថាអញ្ចឹងបាទបងប្អូនណាដែលចង់បើកផ្ដាច់មុខបាទដាក់ brand ខ្លួនឯងគាត់ផលិតបាទនឹងចែកចាយឲ្យបងប្អូនបាទពេញចិត្តទាំងអស់ហើយសិតតែ brand ដែលផលិតឡើងនៅក្រៅប្រទេសហើយបងប្អូនចង់ផលិតក្នុងប្រទេសក៏មានតែគាត់កំពុងតែធ្វើរោងចក្រណាប្រិមិត្តអញ្ចឹងនេះជាខ្លឹមសារដែលលោកស្រីទីរណាបាទខ្ញុំរៀបជូនពាក់ព័ន្ធទៅនឹងស្ដីជូនដំណឹងអ្វីដែលបងប្អូនចង់ធ្វើ brand ផ្ដាច់មុខអាចតាក់ទងគាត់បានគាត់ធ្វើឲ្យណាប្រិមិត្តគាត់មានទទួលធ្វើប្រិមិត្តជាទីមេត្រីខ្លឹមសារទាំងពីរចំណុចមានប៉ុណ្ណឹងអញ្ចឹងខ្ញុំបាទក៏សូមបញ្ចប់ហើយអរគុណណាស់សម្រាប់ការតាមដានរបស់ពុកម៉ែបងប្អូនបាទគ្រប់ជូនពរឲ្យលោកអ្នកជួបប្រទះសុខចម្រើនតរៀងទៅជាពិសេសគឺបាទលោកសេងមង្គលក្រុមគ្រួសាររបស់លោកស្រីទីរណាសំប្រកបសុខចម្រើនជោគជ័យគ្រប់ភារកិច្ចទាំងអស់ជាពិសេសគឺជូនពរដល់បងកងទ័ពដែលនៅការពារបន្ទាត់ព្រំដែនឲ្យមានជ័យជំនះលើខ្មាំងសត្រូវដរាបតរៀងទៅប្រិមិត្តជាទីមេត្រីសម្រាប់ពេលនេះខ្ញុំបាទសូមបញ្ចប់បាទមុននឹងបញ្ចប់ក៏សូមខន្តីបន្ទោសផងដែរនៅរកកម្ពុជាឆ្កងបាទដែលកើតមានដោយចេតនាក៏សូមបងប្អូនមេត្តាជាស្រ័យនឹងចូលរួមមតិយោបល់មកខ្ញុំបាទទទួលយកមកកែលម្អដោយក្តីរីករាយបំផុតបាទសម្រាប់ពេលនេះខ្ញុំបាទសូមអរកាយគ្រប់លាសន្យាថាវិលជួបបងប្អូននៅថ្ងៃស្អែកអរគុណទឹកស្អាតធំទាំងអី